ជំរាបសួរពុកម៉ែបងប្អូនបានមកដល់ទៀតហើយពុកម៉ែបងប្អូននេះគឺជាម្ហូបខ្មែរបងប្អូនសាក់ទេមើលថាជាម្ហូបអ្វីដែរបាទយើងមានត្រីដែងនិងសាច់ជ្រូកហើយនឹងមានបន្លែនឹងតើបងប្អូនគិតថាបន្លែម្ហូបអ្វីដែរបាទគឺយើងមានបន្លែធម្មជាតិគេហៅថាបន្លែស្លឹកបាសមាននឹងស្លឹកម៉ាវមានផ្កាអង្គាដីមានស្លឹកអង្គាដីបាទគឺយើងបេះទៅធ្វើជុំវិញផ្ទះរបស់យើងហ្នឹងឯងបងប្អូនហ្នឹងយើងបេះរួចហើយយើងចាក់ទឹកលាងសម្អាតវាទៅហ្នឹងគឺយើងស្លកកូបងប្អូនគឺស្លកកូជាមួយនឹងបន្លែធម្មជាតិគឺយើងបន្លែកកូគឺជាម្ហូបមួយមុខដែលងាយស្រួលក្នុងការរកបន្លែដោយសារតែជុំវិញយើងគឺយើងមានតែ4-5មុខយើងអាចរកបានដែរនៅខាងបាត់ដំបងនៅខាងកំពង់ចាមខ្ញុំឃើញគេស្លដាក់តកួនរកកូដាក់តកួនឆ្ងាញ់បើគេមួយយ៉ាងដែរតាហ្នឹងហើយបងប្អូនហ្នឹងហើយគឺយើងមានបន្លែហ្នឹងមកហើយក៏យើងមានល្ពៅយើងមានលហុងមានខ្នោមានអីហ្នឹងគឺសណ្តែកគួរអញ្ចឹងណាយើងមានខ្លះទៅយើងកាត់ដាក់ទៅហ្នឹងហើយយើងលាងស្អាតវាឲ្យស្អាតមកយើងទុកវាមិនលើណាបងប្អូនយើងលាងឲ្យស្អាតលាងចោះលាងឡើងមកយើងដាក់មានម្ទេសអីឲ្យទៅបាទនេះខ្នោយើងសាច់ខ្នោយើងកាត់ស្ដើងបានវាមានឲ្យជារសទៅវាសាច់ពីខ្នោវាទន់ឆ្ងាញ់ណាបងប្អូនបាទយើងចាប់ផ្ដើមស្រង់គឺយើងយកប្រភេទល្ពៅដាក់ផ្សេងប្រភេទបន្លែសដាក់ផ្សេងប្រភេទទន់ដាក់ផ្សេងបងប្អូនបើសិនតែយើងមិនធ្វើអញ្ចឹងទេគឺវាពិបាកក្នុងការដែលយើងសម្លវាបើយើងដាក់ចូលទាំងអស់ល្ពៅវាអត់ទាន់ឆ្អិនទៅត្រាប់ក៏មិនទាន់ឆ្អិនទៅលួយបន្លែខៀវមុនអញ្ចឹងវាពិបាកក្នុងការហូបពិបាកក្នុងការចម្អិនវាចឹងខ្ញុំណែនាំពុកម៉ែបងប្អូនបើយើងស្លគឺយើងដាក់បន្លែតាមបែបមួយដំណាក់កាលយើងអត់អាចធ្វើចាក់ចូលទាំងអស់បានទេបើយើងចូលទាំងអស់គឺបន្លែហ្នឹងគឺបន្លែខ្លះឆាប់រលួយគឺវារលួយហើយបាទណាបើដល់ការធ្វើរបស់យើងគឺយើងមានគ្រឿងខ្មែររបស់យើងគឺយើងបុកទុកពីព្រឹកដែរបាទខ្ញុំបានក៏រវល់ក៏មិនបានទៅធ្វើវាបានដិតដល់ដោយសារតែយើងរវល់ពេកទៅគឺយើងចាប់ផ្ដើមយើងដាក់ប្រហុកទៅបាទយើងដាក់ប្រហុករួចហើយយើងចាប់ផ្ដើមដាក់គោវាឈ្ងុយមកយើងចាប់ផ្ដើមដាក់សាច់ជ្រូកទៅដាក់សាច់ជ្រូកចូលទៅបានសាច់ជ្រូកចូលដាក់សាច់ជ្រូកចូលហើយក៏យើងចាប់ផ្ដើមកូរវាម្ដងទៀតអត់ទឹកតិចទៅដើម្បីឲ្យវាងាយឲ្យវាសាច់ជ្រូកនោះវាបាត់ធំក្លិនជ្រូកបងប្អូនហ្នឹងហើយងាកមកដល់ពេលនេះគឺយើងចាប់ផ្ដើមដាក់ទឹកតិចទៅដើម្បីឲ្យវាកុំឲ្យខាបាតហើយយើងដាក់ត្រប់យើងដាក់ល្ពៅចូលទៅវាងាយស្រួលឆ្អិនរួចហើយចាំយើងដាក់ប្រេងដែងចូលបើយើងដាក់ទៅម្ដងប្រេងដែងគឺចាប់ផ្ដើមគឺវាលួយប្រេងដែងមុនសាច់ជ្រូកបាននេះបាទយើងឆ្អិនហើយយើងចាប់ផ្ដើមដាក់សាច់ជ្រូកប្រេងដែងចូលគឺដាក់អញ្ចឹងគឺវាងាយស្រួលក្នុងការយើងចម្អិនសាច់ប្រេងដែងនៅរឹងល្អវាអត់បែកទេបងប្អូនសាច់ជ្រូកវាឆ្អិនហើយតែយើងដាក់ត្រីទៅគឺវាឆ្អិនទៅទឹមគ្នាមកម្ដងណាបាទគឺយើងចាប់ផ្ដើមនេះហើយក៏យើងចាប់ផ្ដើមបើកមកយើងដាក់បន្លែដាក់ទឹកថែមទៅវារៀងនេះទៅឲ្យវារៀងនេះទៅហើយមួយទៀតដាក់បន្លែចូលដាក់បន្លែប្រភេទបន្លែទុនចូលម្ដងទៀតទៅបាទបន្លែហ្នឹងគឺវាងាយស្រួលក្នុងការផុយបើយើងដាក់ចូលទៅទឹមគ្នាគឺបន្លែខៀវគឺវាឆ្អិនមុនគឺវារលួយអញ្ចឹងវាអត់ឆ្ងាញ់ទេបន្លែនេះគឺយើងនឹងដាក់អង្ករលីងចូលគឺយើងដាក់ប្រហែលជាខ្ទង់2ស្លាបព្រាបាយបាទស្លាបព្រាបាយនេះគឺយើងកូរវាទៅយើងកូរវាឲ្យសព្វទៅឲ្យវាឈ្ងុយកូរសព្វមកទុកមកទទួលមកយើងចាំយើងដាក់បន្លែខៀវចូលទៅណាបើយើងដាក់ទៅម្ដងគឺវាទន់នេះបន្លែខៀវចូលទៅបាទយើងដាក់បន្លែខៀវចូលប្រហែលជា2នាទីអីយើងបិទភ្លើងទៅវាអីប៉ុណ្្នឹងឯងជាងម្ហូបរបស់យើងគឺមានតែប៉ុណ្្នឹងក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដាននៅ Channel សេងកុសល Cooking ទាំងអស់គ្នាបើសិនតែខ្ញុំបាទនិយាយទៅលើសលប់ប្រកាន់តំណានមួយសូមកាន់ទោសពីទោសបាទសូមអរគុណជម្រាបលា